បុណ្យវិសាខបូជាគឺជាថ្ងៃដ៏ពិសិដ្ឋបំផុតមួយក្នុងព្រះពុទ្ធសាសនាដែលត្រូវបានទទួលស្គាល់ជាលក្ខណៈសកលដោយអង្គការសហប្រជាជាតិបុណ្យវិសាខបូជាគឺជាថ្ងៃដ៏ពិសិដ្ឋបំផុតមួយក្នុងព្រះពុទ្ធសាសនាវីដេអូនេះនឹងនាំអស់លោកអ្នកទៅស្វែងយល់ពីអត្ថន័យដ៏ជ្រាលជ្រៅនៃថ្ងៃដ៏មង្គលនេះដែលប្រារព្ធឡើងនៅព្រឹត្តិការណ៍សំខាន់ៗ3ក្នុងជីវិតរបស់ព្រះសម្មាសម្ពុទ្ធគឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូតត្រាស់ដឹងនិងបរិនិព្វានព្រឹត្តិការណ៍អស្ចារ្យទាំង3នេះបានកើតឡើងនៅចំថ្ងៃពេញបូរមីខែវិសាខដូចគ្នាដែលជាហេតុនាំឲ្យថ្ងៃនេះមានសារៈសំខាន់ជាអន្តរជាតិការយាងចុះមកនៃព្រះសម្មាសម្ពុទ្ធការយាងចុះមកនៃព្រះសម្មាសម្ពុទ្ធមួយព្រះអង្គប្រៀបដូចជាពន្លឺព្រះអាទិត្យដែលរះឡើងបំភ្លឺពិភពលោកនាំមកនូវសេចក្តីសុខនិងសន្តិភាពដល់មនុស្សនិងសពសត្វទាំងអស់ព្រះអង្គស្ដេចយាងមកដើម្បីប្រយោជន៍សុខដល់មនុស្សជាតិយ៉ាងពិតប្រាកដក្នុងនាមជាពុទ្ធសាសនិកជនយើងគួររំលឹកដល់ព្រះគុណដ៏មហាសាលរបស់ព្រះអង្គដែលទ្រង់ជាកំណប់បុណ្យនិងជាបែបយ៉ាងនៃការបំពេញបារមីដំណើរដ៏វែងឆ្ងាយនៃការសាងបារមីនិងការពិចារណាបញ្ចមហាវិលោកណៈមុននឹងបានត្រាស់ដឹងជាព្រះពុទ្ធព្រះពោធិសត្វបានសាងបារមីអស់រយៈពេលយ៉ាងយូរអង្វែងគឺ4អសង្ខ័យនិង1សែនមហាកប្បដោយបានលះបង់ទ្រព្យសម្បត្តិអវយវៈនិងសូម្បីតែជីវិតដើម្បីសេចក្តីសុខរបស់សព្វសត្វរហូតដល់បារមីរបស់ព្រះអង្គពេញលេញមុនពេលយាងចុះមកប្រសូតព្រះពោធិសត្វដែលគង់នៅឋានដ៏សិទ្ធបានពិចារណានៅបញ្ចមហាវិលោកណៈទាំង5រួមមានទ្វីបគឺជម្ពូទ្វីបប្រទេសគឺមជ្ឈិមប្រទេសអាយុខ័យរបស់មនុស្សនាពេលនោះត្រកូលគឺហត្តយៈត្រកូលនិងព្រះមេដាគឺព្រះនាងសារីមហាមាយាការប្រសូតត្រាស់ដឹងនិងបរិនិព្វានការប្រសូតព្រះពោធិសត្វបានប្រសូតនៅសួនលំពិនីនាថ្ងៃពេញបូរមីខែវិសាខ80ឆ្នាំមុនពុទ្ធសករាជភ្លាមក្រោយការប្រសូតព្រះអង្គបានយាង7ជំហានហើយបន្លឺនៅអសភិវិចារថាអាកោហមស្មងលោកសាសចេតថងហមស្មងលោកសាសសេតថោហមស្មងលោកសាសអយ៉ាងមេជាតិកណដ្ឋិទានិបនភៈវោប្រែថាអញជាបុគ្គលកំពូលក្នុងលោកអញជាបុគ្គលធំបំផុតក្នុងលោកអញជាបុគ្គលប្រសើរបំផុតក្នុងលោកនេះជាជាតិចុងក្រោយរបស់អញឥឡូវនេះនឹងមិនមានភពថ្មីទៀតទេដែលជាការបញ្ជាក់ពីគោលបំណងនៃការយាងមកការត្រាស់ដឹងក្រោយពីបានចេញសាងព្រះភ្នោះនៅព្រះជន្ម29វស្សានិងបានទុកកាសរះកិរិយាអស់រយៈពេល6ឆ្នាំព្រះអង្គបានត្រាស់ដឹងនៅអនុត្តរសម្មាសម្ពុទ្ធិញ្ញាណក្រោមដើមពោធិព្រឹក្សនាថ្ងៃពេញបូរមីខែវិសាខដោយបានយកឈ្នះមារទាំងពួងការបរិនិព្វានបន្ទាប់ពីបានប្រកាសព្រះធម៌អស់រយៈពេល45ព្រះវស្សាព្រះសម្មាសម្ពុទ្ធបានស្ដេចរំលត់ខណ្ឌបរិនិព្វាននៅក្រុងកុសិនារានាថ្ងៃពេញបូរមីខែវិសាខក្នុងព្រះជន្ម80ព្រះវស្សាមុនពេលបរិនិព្វានព្រះអង្គបានប្រទានបច្ឆិមឱវាទថាសង្ខារទាំងឡាយមានសេចក្តីសាបសូន្យទៅជាធម្មតាអ្នកទាំងឡាយចូលញ៉ាំសេចក្តីមិនប្រមាថឲ្យដល់ព្រមចុះការរំលឹកគុណនិងការប្រតិបត្តិធម៌ក្នុងថ្ងៃវិសាខបូជាថ្ងៃវិសាខបូជាគឺជាឱកាសដ៏ល្អសម្រាប់ពុទ្ធបរិស័ទទាំងឡាយក្នុងការមកជួបជុំគ្នាដើម្បីធ្វើសមាធិសិក្សាព្រះធម៌និងរំលឹកដល់ព្រះគុណរបស់ព្រះសម្មាសម្ពុទ្ធការចូលរួមក្នុងពិធីបុណ្យនានាដូចជាការដង្ហែប្រទីបប្រតិសិនជុំវិញព្រះមហាធម្មកៃច័ន្ទដីឬពុទ្ធស្ថាននានាគឺជាការសមដេញចេញនៅការគោរពសទ្ធានិងជាការរក្សាព្រះពុទ្ធសាសនាឲ្យគង់វង្សយូរអង្វែងចូលយើងទាំងអស់គ្នាយកថ្ងៃដ៏មង្គលនេះជាចំណុចចាប់ផ្ដើមនៃការបំពេញសេចក្តីល្អនិងការសម្អាតចិត្តឲ្យស្អាតបរិសុទ្ធតាមស្នាមព្រះបាទនៃព្រះបរមសាស្តា